ភាគីថៃគម្រាមវាយកម្ពុជានៅជុំទី3សំបីអនុទាននាយករដ្ឋមន្ត្រីទីមងក៏គម្រាមវាយកម្ពុជាអនុផុនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏ប្រកាសវាយកម្ពុជាដែរការប្រកាសបែបនេះហាក់បីដូចជាកម្ពុជាជាដំឡូងមូលឲ្យថៃចិត្តហូបតាមចិត្តឬក៏យ៉ាងណាប៉ុន្តែចង់ប្រាប់អនុទានក៏ដូចជាចង់ប្រាប់ខាងថៃវិញថាកម្ពុជាមិនដំឡូងមូលឲ្យអ្នកឯងវាយតាមចិត្តនោះទេរបស់ថ្មីមកច្រើនណាស់សម្រាប់បាញ់ចាប់ណាអនុទានក៏ដូចជាភាគីថៃទាំងអស់គ្នាជុំទី2អ្នកឯងខ្លាំងបានត្រឹម S16 Gripen ក៏ដូចជា T50 របស់កូរ៉េប៉ុន្តែយ៉ាងណាកម្ពុជាចង់ប្រាប់ថាប្រសិនបើបាញ់ធ្លាក់តែ3គ្រឿងទ័ពអ្នកឯងក៏បាក់ស្បាដែរអញ្ចឹងជុំទី3កម្ពុជាចង់ប្រកាសថាក៏មិនខ្លាចអ្នកឯងដែរហើយរបស់សម្រាប់បាញ់ចាប់ត្រៀមមកមួយសេតណាភាគីថៃ